សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់និយាយតកតងអំពីការរៀនធ្វើយ៉ាងដូចដេចដើម្បីឲ្យកាន់តែប្រសើរជាងមុនខ្ញុំបានធ្លាប់ចេញវីដេអូរួចហើយការរៀនរូបវិទ្យាកាន់តែប្រកែហើយថ្ងៃនេះខ្ញុំនិយាយតកតងអំពីមុខវិជ្ជាទូទៅបាទមុខវិជ្ជាទូទៅអញ្ចឹងធ្វើយ៉ាងម៉េចដើម្បីឲ្យរៀនកាន់តែប្រកែចំពោះបទពិសោធន៍ខ្ញុំកាលពីខ្ញុំនៅរៀនខ្ញុំជាសិស្សម្នាក់ដែលអាចថាមិនទៅពូកែអីប៉ុន្មានទេគ្រាន់តែយើងព្យាយាមបាទយើងព្យាយាមអញ្ចឹងសួរថាតើខ្ញុំមានតិចនិចអ្វីតិចនិចទី1គឺទៅខ្សែគប់ជាមួយនឹងអ្នកដែលពូកែជាងយើងបាទឬក៏អ្នកដែលចូលចិត្តរៀនការខ្សែគប់អ្នកដែលចូលចិត្តរៀននោះអ្នកនរគ្នានឹងមានទម្លាប់រៀនដូចគេដោយសារអីពេលដែលយើងនៅចិត្តដែលអ្នកបកកែឃើញគេរៀនយើងនឹងលួចមើលគេហើយបាទលួចមើលគេហើយ យើងនឹងចង់ដឹងថាគេធ្វើបែបនេះគេបកកែអញ្ចឹងយើងធ្វើតាមគេទៅគឺបកកែមែនដូចខ្ញុំអញ្ចឹងកាលពីខ្ញុំនៅរៀនគឺខ្ញុំពេលដែលទៅរៀនហ្នឹងគឺអត់សូវបកកែហ្មងទេប៉ុន្តែខ្ញុំតែងតែលួចបាទលួចទៅមើលទម្លាប់របស់គេលើមើលទម្លាប់របស់គេថាតើពេលដែលគេមកសាលាហ្នឹងគេធ្វើអីគេខ្លះដូចជាម៉ោងចេញលេងអីសិស្សធម្មតាគឺគេចេញហើយគេចេញទៅរូអញ្ចឹងទៅប៉ុន្តែសិស្សបកកែគឺគេអត់ចេញភ្លាមទេទីហោថាពេលដែលចេញលេង10នាទីអញ្ចឹងគេទុកពេលនៅអង្គុយធ្វើលំហាត់5នាទីសិនបានគេចេញទៅលេងឬក៏ទិញអីទិញទឹកទិញអីញ៉ាំមួយផ្លែតគេចូលរៀនវិញហើយបាទនឹងចំណុចទី1ចំណុចមួយទៀតគឺ ពេលដែលយើងរៀនកន្លែងនេះគឺខ្ញុំចង់សម្ដៅពេលដែលយើងរៀនគួរបន្ថែមទេពេលដែលយើងរៀនគួរបន្ថែមឬក៏រៀនក្រៅបន្ថែមគឺយើងចំពោះខ្ញុំគឺពេលដែលកំពុងតែរៀនហើយនឹងកំពុងតែគ្រូកែលំហាត់អីហ្នឹងគឺភាគច្រើនគឺខ្ញុំអត់កត់ទេគឺខ្ញុំចាំមើលគាត់បញ្យល់សិនបាទពេលដែលគាត់បញ្យល់ចប់ហើយបាទខ្ញុំចាប់ដើមកត់តាមក្រោយហើយការកត់នឹងមួយទៀតគឺបាទភាគច្រើនគឺខ្ញុំអត់យកសភៅបាទសភៅដែលខ្ញុំរៀនមុខវិជ្ជាហ្នឹងឧទាហរណ៍ថារៀនមុខវិជ្ជារូបវិទ្យាចុះខ្ញុំអត់យកសភៅរូបវិទ្យាហ្នឹងយកទៅកត់ទេគឺខ្ញុំយកសភៅធ្វើលំហាត់ឬក៏សភៅសរសេរលេងហ្នឹងយកទៅសរសេរបាទយកទៅសរសេរអញ្ចឹងពេលដែលខ្ញុំយកសភៅសរសេរលំហាត់ហើយនឹងឬក៏សភៅសរសេរលេងហ្នឹងយកទៅសរសេរហើយពេលដែលមកផ្ទះគឺពេលដែលខ្ញុំសរសេរហ្នឹងគឺខ្ញុំអត់សរសេរទាំងអស់ទៀតគឺខ្ញុំសរសេរតែចម្លើយដែលមានហ្នឹងគឺខ្ញុំសរសេរតែចម្លើយឯងឧទាហរណ៍ថាដោះស្រាយលំហាត់រូបវិទ្យាមួយចុះដោះស្រាយលំហាត់កម្លាំងអីចឹងទៅឃើញកម្លាំង500 N អញ្ចឹងខ្ញុំកាត់តែ500 N ចម្លើយហ្នឹងទេខ្ញុំអត់កត់វិធានទាំងអស់ទេហើយបានពេលដែលមកផ្ទះវិញគឺខ្ញុំចាប់ផ្ដើមសរសេរហើយពេលដែលសរសេរអត់ចេះគឺស្អែកឡើងគឺខ្ញុំយកចម្លើយហ្នឹងយកទៅផ្ទៀងផ្ទាត់ជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំអញ្ចឹងពេលដែលយើងបានផ្ទៀងផ្ទាត់ហើយមានន័យថាគឺយើងបានរៀនបាន2 ដងបាទបាន2 ដងយើងរៀននៅជាមួយគ្រូម្ដងហើយយើងអាចរៀនបានពេលដែលទៅសាលាហ្នឹងយើងអាចផ្ទៀងផ្ទាត់ម្ដងទៀតគឺយើងនឹងចេះហើយអញ្ចឹងអីក៏ដោយឲ្យតែយើងធ្វើចាប់ពី2ឬក៏3 ដងអីឡើងទៅមានន័យថាទោះបីយ៉ាងណាយើងទោះចង់មិនចង់ក៏យើងដឹងតែចេះដែរបាទអាហ្នឹងគឺធម្មជាតិគឺបែបហ្នឹងមានន័យថាយើងធ្វើយ៉ាងម៉េចធ្វើអីក៏ដោយឲ្យបានចាប់ពី2ឬក៏3 ដងឡើងទៅគឺយើងនឹងចេះហើយបាទហ្នឹងហើយបន្ថែមលើចំណុចហ្នឹងមួយទៀតគឺខ្ញុំចង់និយាយអំពីតកតងជាមួយនឹងអ្នកដែលសរសេរអក្សរអត់ស្អាតអ្នកដែលសរសេរអក្សរអត់ស្អាតគឺកន្លែងគ្នាយើងបាទព្យាយាមយកអក្សរណាឬក៏សរសេរយើងគិតថាមិត្តភ័ក្តិយើងមួយណាដែលអក្សរស្អាតអញ្ចឹងពេលដែលយើងឃើញមិត្តភ័ក្តិដែលអក្សរស្អាតគឺយើងយកសភៅរបស់គេហ្នឹងយកមករៀនសរសេរតាម
ឬក៏លោកគ្រូអ្នកគ្រូយើងសរសុំអក្សរគាត់សរសេរតាមអញ្ចឹងពេលដែលឯងសរសេរតាមអក្សរអ្នកដែលស្អាតគឺមានន័យថាអក្សរយើងនឹងក៏កែប្រែទៅតាមគេដែរដូចច្បាប់ស្រូបទាញអញ្ចឹងណាច្បាប់ស្រូបទាញពេលដែលយើងនៅចិត្តអ្នកដែលមានគំនិតវិជ្ជមានគឺយើងនឹងវិជ្ជមានហើយអញ្ចឹងដូចគ្នាអូនឯងអក្សរអត់ស្អាតអញ្ចឹងពេលដែលយើងយកអក្សរគេយកមកប្រៀបធៀបឬក៏សរសេរតាមគឺអក្សររបស់យើងក៏កាន់តែស្អាតដូចគ្នាដែរបាទស្អាតទៅតាមនឹងដែរអញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេដែលអ្នកដែលចូលចិត្តបាទចង់តាមដានបន្តគឺអាចចុច Subscribe មួយបានហើយបាទអរគុណច្រើនបើមានចំណងអីអាច comment នៅខាងក្រោមនឹងបានអរគុណច្រើន